បាទសួស្តីអ្នកនរគ្នាស្វាគមន៍អ្នកនរគ្នាសាយថ្មីនៅទៀតសម្រាប់ការចូលមកទស្សនាវីដេអូនៅក្នុង Channel YouTube KOY របស់ខ្ញុំនេះបាទនៅក្នុងវីដេអូមួយទៀតដែរខ្ញុំចង់បង្ហាញអ្នកនរគ្នាអំពីរបៀបនៃការបើក Chat Messenger របស់យើងឲ្យវា load នៅពេលដែលគេឆាតមកយើងគឺវា load ចេញនៅលើអេក្រង់ទូរស័ព្ទរបស់យើងផងដែរបាទអញ្ចឹងប្រសិនបើអ្នកនរគ្នាមិនទាន់បានបើកកន្លែងដែលនេះនឹងទេគឺអ្នកនរគ្នានឹងឃើញនៅពេលដែលគេឆាតមកគឺអ្នកនរគ្នាឃើញនៅកន្លែងខាងលើនោះទេគឺអត់មាន load ជាលក្ខណៈ profile មនុស្សដែលឆាតមកយើង load លេចជានៅក្នុងអេក្រង់ទូរស័ព្ទរបស់យើងទេបាទអញ្ចឹងហើយបើសិនបើអ្នកនរគ្នាចង់បើកទៅតទៅនឹងរបៀបនៅពេលដែលគេឆាតមកយើងឬក៏នៅពេលដែលគេឆាតមកយើងហើយ load ចេញនៅលើអេក្រង់ទូរស័ព្ទរបស់យើងគឺអ្នកនរគ្នាអាចធ្វើតាមខ្ញុំបានបាទអញ្ចឹងជាដំបូងគឺអ្នកនរគ្នាចូលនៅក្នុង Messenger យើងធម្មតាមកបន្តមកទៀតអ្នកនរគ្នាចុចយកកន្លែង 3 បាទនៅពេលដែលអ្នកនរគ្នាចុចយកកន្លែង 3 ហើយអ្នកនរគ្នាចុចយកកន្លែងការកំណត់ទៅមកបាទបន្តមកទៀតអ្នកគ្នាអស់ចុចយកមកក្រោមអ្នកគ្នានឹងឃើញកន្លែងមួយគឺកន្លែងមុខងារចាប់ផ្ដើមជជែកបាទនៅកន្លែងនេះគឺអ្នកគ្នាបើសិនបើនៅទូរស័ព្ទរបស់អ្នកគ្នាបានបិទកន្លែងហ្នឹងគឺនៅពេលដែលគេឆាតចូលក្នុង Messenger របស់យើងគឺវាអត់ load នៅក្នុងអេក្រង់ទូរស័ព្ទរបស់យើងទេវាអត់ load ឲ្យយើងឃើញថាដឹងថាអ្នកណាគេឆាតមកយើងអញ្ចឹងហើយប្រសិនបើអ្នកគ្នាចង់ឲ្យវា load នៅលើអេក្រង់ទូរស័ព្ទរបស់យើងវិញគឺអ្នកគ្នាចុចបើកកន្លែងនេះមកបាទបន្តមកទៀតអ្នកគ្នាចូលទៅកាន់ការកំណត់មកនិយាយរួមទូរស័ព្ទកន្លែងនេះគឺអ្នកគ្នាអាចបើកតាមទីសាស្ត្ររបស់ខ្ញុំបានគឺអ្នកគ្នាអាចបើកតាមខ្ញុំមកអញ្ចឹងយើងអនុញ្ញាតមកបាទតមកទៀតអ្នកគ្នាចុចលើកន្លែងហ្នឹងហើយគឺអ្នកគ្នាអាចដកថយវិញបានគឺនៅពេលដែលគេឆាតមកយើងគឺវា load ជាលក្ខណៈជូនដំណឹងឲ្យយើងនៅលើអេក្រង់ទូរស័ព្ទរបស់យើងតែម្ដងបាទអ្នកគ្នាគឺវាអត់មានអីច្រើនទេអ្នកគ្នាគឺខ្ញុំចង់បង្ហាញតកតងទៅនឹងវិធីសាស្ត្រមួយហ្នឹងហើយតទៅក្នុង Chat Messenger បាទប្រសិនបើអ្នកគ្នាពេញចិត្តតកតងទៅនឹងវីដេអូមួយនេះអ្នកគ្នាជួយចុច like subscribe channel YouTube របស់ខ្ញុំមួយផងបាទសូមអរគុណ